កំណត់ពែប្រើប្រាស់តាមលីងបើសិនជាប្រើក្រោមដំពែយើងប្រើលីងទី1បើសិនជាប្រើលើសពីដំពែគឺយើងប្រើប្រាស់លីងទី2ហើយបើសិនយើងប្រើលើហើយនៅពេលដែលយើងជប់ប្រើឲ្យ ADS switch យកមកលីងទី1វិញដែលស្វ័យប្រវត្តិតែម្ដងបងមកឃើញអាមួយនេះហើយស្គាល់ទេអាមួយនេះគឺតួនាទីរបស់វាគឺសម្រាប់ផ្លាស់ប្ដូរភ្លើងពីលីង1ទៅលីង1ឧទាហរណ៍ថាបងប្រើភ្លើងខំដំពែឲ្យប្រើលីងទី1ហើយបើសិនជាភ្លើងលើសពី10ពែទៅឲ្យប្រើភ្លើងលីងទី2ហើយបើសិនយើងប្រើភ្លើងលីងទី2សុកហ្នឹងស្រាប់តែអំពែធ្លាក់មកខំ10ពែវិញគឺឲ្យវា switch យកមកប្រើភ្លើងលីងទី1វិញគឺដោយស្វ័យប្រវត្តិតែម្ដងសម្រាប់បងដែលមានតម្រូវការបែបហ្នឹងណាអញ្ចឹងអាមួយនេះគឺអាចជួយបានអាមួយនេះឈ្មោះរបស់វា overload relay control បាទអញ្ចឹងតើតើមួយបងដែលមានតម្រូវការបែបហ្នឹងចង់ប្រើមកចាំខ្ញុំប្រាប់បាទអញ្ចឹងនៅខាងមុខនេះគឺមានប៊ូតុង3ប៊ូតុងទី1គឺសម្គាល់ទៅលើអំពែបងអាចស្រែអំពែបានចាប់ពី1ដល់63ហើយនេះតើតើមួយអាពេលដែលវាលើសនៅពេលដែលវាលើសថាលើអំពែហ្នឹងដើម្បីបដូរលីងហ្នឹងបងអាចស្រែចាប់ពី 0.1 រហូតដល់20 second ហើយនេះតើតើមួយការភ្ជាប់ចូលវិញពី1ដល់20 second នៅគ្នាអានេះណាបាទនេះសម្រាប់ភ្ជាប់ចូលមកវិញនៅខាងនេះគឺមានសមារបស់គេបង្ហាញដែរយើងមើលទៅប្រើជាមួយភ្លើង 220V ជើងរបស់វាត្រូវបាន5អាំពែហើយ CT របស់វាគឺស្គាល់ចាប់ពី1អាំពែរហូតដល់63អានេះណាបាទ1ដល់63តែតើមួយការភ្ជាប់ដែរខាងលើនេះវាដាក់ KL បាទ KL នេះគឺភ្ជាប់ជាមួយ CT របស់គេហ្នឹងពីរហ្នឹងភ្ជាប់ជាមួយណាក៏បានដែរដីទេហើយខាងក្រោមគឺមានជើង5ហ្នឹងមាន N ហើយនិង L NL នេះគឺបងប្អូនអរគ្នាចូលភ្លើង220វាទៅហើយកន្លែង3លេខនេះគឺមានលេខ3លេខ2លេខ1អញ្ចឹងលេខ2គឺយើងបញ្ចូលភ្លើងគោលហើយជើងលេខ3គឺសម្រាប់អាំពែតូចឧបមាថាបងកំណត់ធ្វើ20អាំពែឲ្យប្រើលីងទី1អញ្ចឹងអាជើងលេខ3នេះគឺភ្ជាប់ទៅបូប៊ីនរបស់លីងទី1ទៅហើយអាលេខ1នេះភ្ជាប់ទៅបូប៊ីនដែលលើសពី20អាំពែទៅបូប៊ីនទី2អញ្ចឹងណាបាទតែទៅមើលការភ្ជាប់របស់វាកំណត់របស់វាតែប៉ុណ្្នឹងតែអានេះចាប់មួយរ៉ៃបានបងត្រូវការអាចតទៅខ្ញុំបានអានេះខ្ញុំមានច្រើនបាទសម្រាប់ភ្លើងខំ10អាំពែគឺយើងប្រើភ្លើងលីងទី1ហើយបើសិនជាភ្លើងហ្នឹងស៊ីលើសពី10អាំពែទៅយើងប្រើលីងទី2ឲ្យ ADS switch យកដល់ស្វ័យប្រវត្តិតែម្ដងដូចឥឡូវជាក់ស្ដែងខ្ញុំតេស្តមើលអានេះខ្ញុំមួលដាក់តេស្តមើលសិនជាយើងយកខំចោះបាទនេះអញ្ចឹងយើងយកខំ1អាំពែ ADS នេះវានឹងវាយយកភ្លើងលីងទី1តែម្ដងយើងប្រើលីងទី1ដោយសារភ្លើងយើងកំណត់យកទូចហើយបើសិនជាយើងចង់កំណត់ឲ្យវា10អាំពែអញ្ចឹងទៅយើងអាចកំណត់ធ្វើនេះទៅអានេះវាស្គាល់តែលើសទៅវានឹងវាយយកភ្លើងប្រភពទី2វិញអានេះណាបាទឃើញទេឡូតរបស់យើងនៅដើរធម្មតា